សុភាសិតមួយពោលថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពនរាយជាតិថ្កានតើវប្បធម៌មានន័យដូចម្តេចនៅក្នុងវីដេអូនេះយើងនឹងទៅស្វែងយល់ទាំងអស់គ្នាពាក្យវប្បធម៌ត្រូវគ្នានឹងពាក្យ culture ជាភាសាអង់គ្លេសឬបារាំងដែលក្លាយមកពីពាក្យកិរិយាសព្ទនៃភាសាឡាតាំង color មានន័យថាដាំក្រោយមកពាក្យ culture នេះប្រើសម្គាល់ដំណើរការនៃការជ្រើសសម្រាំងបង្កាត់និងថែបំពន់នៅប្រភេទដំណាំខ្លះតាមតំបន់វប្បធម៌ជាសំណុំនៃតម្លៃជំនឿឥរិយាបថទំនៀមទម្លាប់និងអាកប្បកិរិយាដែលឆ្លុះបញ្ចាំងពីសង្គមមួយទៅមួយទៀតជាញឹកញាប់វប្បធម៌ផ្សំដោយកត្តា3គឺជំនឿការជឿលើបាតុភូតសង្គមដូចជាសាសនានិងជំនឿផ្សេងៗមានអាបធ្មប់ឬលើបាតុភូតធម្មជាតិដូចជាផ្កាយដុះកន្ទុយថាមានកលយុគសង្គ្រាមលក្ខខ្មែរជឿបុណ្យបាបជំនឿសាសនានិងអរូបិយជំនឿមុនគាថាតម្លៃការយល់ថាអ្វីល្អគួរធ្វើឬគួរចង់បានដូចជាស្ត្រីការ៉ែននៅភូមិដែលពាក់កងស្ពាន់នៅកកាន់តែវែងថាកាន់តែស្អាតខ្មែរបុរាណផ្ដល់តម្លៃលើបុរសដែលបានបួសរៀនថាជាអ្នកចេះដឹងនិងរៀបចំឫកពាបានត្រឹមត្រូវព្រោះមានធម៌អាក្នុងខ្លួនដឹងខុសត្រូវល្អអាក្រក់ទំនៀមទម្លាប់ប្រពៃណីជាការសម្ដែងឥរិយាបថតាមអ្វីដែលវប្បធម៌បានទទួលយកតាមស្ថានភាពជាក់លាក់ណាមួយទំនៀមទម្លាប់ស្ដែងឲ្យឃើញនៅពេលមានព្រឹត្តិការណ៍ឬពិធីសំខាន់ៗក្នុងជីវិតដូចជាពេលកើតរៀបអាពាហ៍ពិពាហ៍ស្លាប់និងព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំដូចជាពេលចូលឆ្នាំឬការប្រារព្ធបុណ្យធំៗដូចជាគ្រីស្មាស់ភ្ជុំបិណ្ឌរ៉ាម៉ាឌាន់វប្បធម៌មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើរបៀបគិតនិងការប្រតិបត្តិរបស់ពលរដ្ឋដែលជាសមាជិកសង្គម